ពីក្បាច់ពាក់ព័ន្ធទីសាសក្នុងការសិត white balance យ៉ាងម៉េចដើម្បីឲ្យសភាពសាច់ហើយនឹងសភាព skin tone របស់យើងស្អាតនៅពេលដែលយើងថត wedding photography ដែលហៅថាថតការហ្នឹងអញ្ចឹងចូលទៅមើលទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាអញ្ចឹងការសិត white balance វាមាន2ចំណុចដែលអ្នកទាំងអស់គ្នាត្រូវស្វែងយល់ហើយនឹងធ្វើឲ្យវាមានសភាពងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងតាមពិតទៅវាមាន2-3 option ដែលជាជំរើសដែលអ្នកទាំងអស់គ្នាអាចធ្វើទៅវាប្រសើរអញ្ចឹងខ្ញុំមកប្រាប់អំពីវិធីសាស្ត្រក្នុងការសិត white balance ងាយស្រួលបំផុតងាយសម្រាប់អ្នកដែលថតនៅរោងការអូខេចំណុចទី1អ្នកទាំងអស់គ្នាគ្រាន់តែបើកកាមេរ៉ារបស់អ្នកទាំងអស់គ្នាមកអញ្ចឹងភ្លើង set up រួចហើយរោងផាន់យើងពណ៌យើងស្គាល់អស់ហើយភ្លើង set up រួចអញ្ចឹងយើងទាញកាមេរ៉ាផាន់យើងមកនេះកាមេរ៉ាណាកប់មកអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចូលទៅការរបស់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបង្ហាញមួយឲ្យអ្នកទាំងអស់គ្នាឃើញអញ្ចឹងយើងចូលទៅក្នុងពាក្យ K ហ្នឹងទៅហើយទៅរកពាក្យ custom white balance ណា custom white balance យើង set white balance បែបម៉េចអញ្ចឹងណាដូចនៅក្នុង Sony គឺគេប្រាប់ថាពាក្យថា set ណាអញ្ចឹងចុចលើពាក្យ set អញ្ចឹងនៅពេលដែលចេញជាពាក្យថា set ហើយយើងនេះគម្រប blend គឺវាពណ៌ប្រផេះអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែយកគម្រប blend ហ្នឹងដាក់នៅទីតាំងក្នុងរោងការផងយើងឲ្យចំទីតាំងពលឺផងយើងទៅហើយយើងថតវាថតឲ្យចំគម្រប lens គម្រប good lens ហ្នឹងណាឲ្យចំវាទៅអញ្ចឹងវានឹងធ្វើការ set white balance ឲ្យយើងហើយណាអញ្ចឹងវិធីសាស្ត្រទី1អញ្ចឹងគ្រប់កាមេរ៉ាបើសិនជាអ្នកទាំងអស់គ្នាអត់មាន good កាមេរ៉ា Sony ហ្នឹងទេអ្នកទាំងអស់គ្នាគ្រាន់តែរកกระดาษពណ៌សกระดาษពណ៌ប្រផេះអីចឹងទៅដាក់តាមខ្លួនទៅឬកណាត់ពណ៌សកណាត់ពណ៌ប្រផេះទៅដាក់តាមខ្លួនទៅនៅពេលដែលយើងចាប់ផ្ដើមថតយើងចុចដូចខ្ញុំនិយាយមិញអញ្ចឹង set white balance អញ្ចឹងវានឹងចេញscreen របស់យើងហើយអញ្ចឹងខ្ញុំនឹងបង្ហាញ screen ឲ្យអ្នកទាំងអស់គ្នាឃើញណាអញ្ចឹងធ្វើការថតវាមកប៉ោះទៅអញ្ចឹង white balance វានឹង set auto ហើយសម្រាប់1នឹង option 1ណាអញ្ចឹងគ្រប់កាមេរ៉ាអ្នកទាំងអស់គ្នាអាចធ្វើអញ្ចឹងបានទាំងអស់អញ្ចឹងវានឹង white balance ផងយើងវានឹងធ្វើការ set ឲ្យយើងហើយតើវាត្រូវការប្រើ K ប៉ុន្មានគឺវា set direct ហើយជាមួយនឹងពណ៌ប្រផេះហ្នឹងបាទអូខេចំណុចទី2សម្រាប់អ្នកដែលខ្ជិលអត់ដឹងត្រូវសេរីអីណានៃញ៉ៃអញ្ចឹងអាហ្នឹងគឺការងារមួយទៀតបន្ទាប់ទៀតហ្នឹងគឺចូលទៅឲ្យអ្នកedit ដែរអញ្ចឹងបើសិនជាយើងថត raw ងាយស្រួលទេថត raw ណាអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការថតមិនបាច់សេរី white balance បាក់សេរីអីទេធ្វើការថត good lens Sony នេះនៅបរិយាកាសដែលយើងកំពុងតែថតក្នុងរោងការថតមួយស្លឹកទុកផាច់ហើយអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការថតអាហ្នឹងខ្ញុំបញ្ជាក់សម្រាប់អ្នកដែលថត raw អញ្ចឹងថតទៅថតទីតាំងក្នុងរោងហ្នឹងប្រហែលប៉ោះអីទោះបីយ៉ាងម៉េចក៏អត់អីដែរដែលស្អីថត raw បន្ទាប់មកគេនឹងយករូបភាពទាំងអស់ហ្នឹងជាមួយនឹងប្លង់ដែលយើងថតទាំងអស់ហ្នឹងទៅ correct white balance នៅក្នុង computer ជាមួយនឹងនេះណាជាមួយនឹងរូបថតមួយស្លឹកដែលយើងថតហ្នឹងអញ្ចឹងខ្ញុំនឹងដាក់footage មួយចំនួនអំពីការ convert បែបហ្នឹងអញ្ចឹងណាអញ្ចឹងមាន option ទី1 option ទី2 set ភ្លាមហើយធ្វើការប្រើប្រាស់ភ្លាមហើយមួយទៀតយើងថតហើយយកវាមក correct នៅខាងក្នុងកម្មវិធីកែរូបដូចខ្ញុំនិយាយបញ្ជាក់អាហ្នឹងគឺយើងថត raw សម្រាប់អ្នកថត raw ចំណុចទី2ណាអញ្ចឹងសង្ឃឹមតែអ្នកទាំងអស់នេះអាចយល់ឬក៏យកទៅអនុវត្តតាមក្នុងលក្ខខណ្ឌបែបនេះក្នុងការគេហៅថា correct white balance អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងដែរអញ្ចឹងវិធីសាស្ត្រផ្សេងទៀតខ្ញុំនឹងប្រាប់នៅវីដេអូក្រោយទៀតអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ